mơ bật đá lấy anh mơ xảy ra anh ơi mà tầm ơi cái mơ tiktok ông cha ơi nè cho bay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  ô không đá đi mơ khăn khói có xảy ra đây បាទជំរាបសួរបាទជំរាបសួរសាជាថ្មីបាទនេះគឺជាវីដេអូទី1បាទរៀនធ្វើដំបូង vlog បងប្អូនមិនដឹងខុសអត់ត្រូវទេហើយនេះកំពុងតែធ្វើដំណើរលើកំពុងចម្លងបាទរិក្ស័តដើម្បីឆ្លងទៅកាន់ទីតាំងដែលខ្ញុំផ្សាយគឺតារាងបាល់ទាត់បាទស្មារតីកីឡាហើយនិយាយថាទេសភាពនៅលើដងទន្លេណាស្អាតមែនតើហើយនេះជាបងប្អូនយើងដែលមកកំពុងឆ្លងមួយខ្ញុំ បាទមកដល់ផុតនេះគឺចាប់ដើមមកដល់ផ្សារហើយបាទផ្សារគឺក្រុងអរិយស័ព្ទបាទដល់បងប្អូនទស្សនាខ្លះទៅមុនទៅដល់ទីតាំងនេះផ្សារនេះដល់កន្លែងផ្សារហើយបាទផ្សារនេះក៏ល្អគឺថាមានអ្នកលក់ដូរច្រើនប៉ុន្តែទីសតថ្ងៃនេះហើយខ្ញុំទៅនឹងគឺអត់មានវិណាទៅទិញទេព្រោះថ្ងៃហើយជលងៀតមិនមានសបោផ្សារវាច្រើនទៅល្ងាចហើយដែលបងប្អូនវិជាបរិបទគាត់ទៅណាប៉ុន្តែមុនទៅដល់ត្រូវទៅ បាទនេះគឺប៉ុស្តិ៍បាទប៉ុស្តិ៍រដ្ឋបាលសង្កាត់អរិយស័ព្ទបាទឡើងក្រុងអរិយស័ព្ទឯងសង្កាត់ក្រុងអរិយស័ព្ទហើយឃើញបងប្អូនឃើញមានអ្នកលក់ដូរច្រើនមែនទែនតាមហ្នឹងបាទហើយនេះថតទាំងមុខឡើងខ្មៅក៏ហើយបាទខ្មៅប៉ែបងអត់មានដែលលៀបលេទេហើយឆ្លងបន្តិចទៀតដល់ហើយបន្តិចទៀតទៅដល់បងប្អូនបាទតាមដាន ហើយសំខាន់ជីក្រោយកញ្ញារបស់ខ្ជូតនេះបាទគាត់មានចងខ្លាខ្មុំខ្លាយទៀតនេះមកដល់ផ្លូវដែលពិបាកណាផ្លូវ 70B បាទកំពុងតែសាងសង់បាទកំពុងសាងសង់បដាហើយបាទចេញពីរិក្ស័តទៅដល់ពីមអុកញ៉ោងបាទអាណទៅកន្លែងគៀននេះសាលាគឺឈូសចោលតែម្ដងលបងអត់សល់ទេហើយចិត្តដល់ទេ ផ្លូវគេថាឆ្នាំក្រោយហ្នឹងទៅមួយឆ្នាំកន្លងទៅហើយគេថាអញ្ចឹងចុះផ្លូវណាបាទផ្លូវទំហំ 10 ម៉ែត្របងប្អូននោះជីស្រួលណាស់មើលដល់ពេលធ្វើហើយប៉ុន្តែបងប្អូននៅតាមដងផ្លូវគឺឈប់ហើយបាទណាទៅឈប់ខ្ទេចខ្ទីហើយគឺដើម្បីពង្រីកផ្លូវដើម្បីសម្រួលដល់ការធ្វើដំណើរណាហើយជីកាត់ទាំងរាល់ថ្ងៃណាជីកាត់ឲ្យថ្ងៃឲ្យតែ ទៅផ្សាយនៅលើវាឯមឬក្រុងអរិយស័ព្ទហ្នឹងថាឥឡូវដល់ជីហ៊ានចូលទៅមើលក្រោយមុខសិនខ្លាចគេជីមកភឹសគូតដល់ហើយបុកហើយចូលទៅកាន់វត្តហើយប៊ីបុកពូជីដែរនៅក្នុងអានេះវត្តក្នុងវត្តពីមតាឯកទេសភាពស្អាតណាស់ហើយមានខាងមុខមានសាលាឆាន់បុរាណមួយ មើលទៅចាស់មែនតែនឹងប្រហែលឆ្នាំទេបងប្អូនអើយនៅនេះបាទនៅក្នុងហ្នឹងអត់ដឹងតើចាំមើលទៅនេះណាធ្វើវីដេអូនិយាយពីប្រវត្តិសួររឿងប្រវត្តិនឹងកត់នេះស្លាយឆាន់ចាស់ណាហើយជីទៅឃើញកញ្ញា2នាក់ដឹកខ្ជូតមកគេតែមើលបាល់ដែរយ៉ាតែមើលគេមើលក្នុងស្លាកជាមួយនេះឃើញគេធ្វើមើលងាយឆាច់មើលសម័យសាមៃណែអូណាងាកមើលពុក ពូមុខខ្មៅអត់សក់ហើយតារាងបាល់ហ្នឹងគឺនៅក្រោយវត្តអត់ក្រោយវត្តហើយវត្តពីមតាឯកហ្នឹងឯងពី 3 នាក់មកនេះមកដល់តារាងហើយអូអ្នកខ្លនឃើញពូមកហើយខ្ញុំហើយសិមស្អីគេពូមកបាទទៅនេះអូនេះគូមិនដបងនេះហើយបានថតទេទៅដល់ថតតែវីដេអូបន្តិច ថ្ងៃមកនេះគេកញ្ញាខ្ជូតឈប់ដាក់នឹងហ្មងគេមកនេះមកអត់តន់អស់ទេណានៅទៀតបាទនៅច្រើនទៀតបាទនេះកញ្ញានេះមកនេះគូស្រីនេះខ្លះសអ្នកខ្លះខ្មៅនេះគូយុវជនបាទយុវជននេះប៉ុន្តែអ្វីដែលចម្លែកនៅកន្លែងនេះថ្នងណាបងប្អូនគាត់ដាក់ឯណាវរៈជនតែ ពលីសម្រាប់ជាតិយើងណាប្រហែលរូបដាក់ក្នុងតារាងរបស់គាត់ល្អមែនតើហើយយើងមើលទស្សនវិជ្ជាការប្រកួតនេះការប្រកួតវិជនបាទ
ខាងអាវឃ្យូឈ្នះបាទហើយទៅមើលខាងសាដើមមកគេមើលបដាឯងមើលតែស្អាតអញលេងចប់ហ្នឹងលេងចប់ហើយលេងឈ្នះគេទៅមើល TikTok និយាយថាស្មានតែមើលអីគេបានមើល TikTok មើលអីគេរឿងទៅមើល TikTok ស្អាតណាស់ឈប់ចប់ហើយចប់ហើយចប់ហើយឈប់តែចប់ហើយចប់ហើយអូធម្មតានេះមើលខាងក្រោយក៏ស្អាតដែរប្រាប់ថាខាងក្រោយទៅមើលបងប្អូនយើងទៅមើលអ្នកកញ្ញាប្រហែលនេះបានអ្នកមកអ្នកទស្សនានេះមកច្រើនខ្លះដូរទៅលេងមានអ្នកស្គាល់អត់មានអ្នកស្គាល់អត់អូមានម្នាក់ដែរនេះជុំលេងបាល់នេះជុំលេងបាល់ហ៎លេងធម្មតាទៅលេងនៅកំពង់ចាមអូកំពង់ចាមថាលេងនៅកំពង់ចាមអូកំពង់ចាមណែអូក៏មានហ្វេនដែរគេមានដេគូមានហ្វេនណាអូជាតិស្នេហ៍បាទឃើញបាទនេះថាអ្នកគ្រប់ត្រូលកំសាហាយដែរនេះខ្ជូដែរអីគ្រប់ត្រូលខាងណាសួរគាត់លេងហ្នឹងគ្រប់ត្រូលខាងណាបាទទាំងអស់ហ៎អូយទាំងអស់នេះទាំងអស់បាក់នេះគ្រប់ត្រូលខាងណាសអេស៊ីបាទសអេស៊ីសអេស៊ីមិនមកហៅសអេស៊ីសយ៉ាងទៅយ៉ាងខ្ជូដែរអូនេះអីខ្លះអើយមានតកទៅអីច្រើនណាស់បែបជើងបោកមកច្រើនមែនទេបាទអ្នកទស្សនាមិនដល់យ៉ាងយ៉ាងទៅប៉ាអូដល់5នាក់នេះខាងនេះហ្វេនខាងណានេះខាងណាចាំទៅកាមេរ៉ាឡាទេកាមេរ៉ាកូនគេកូនបាត់ហើយអូកុំមានដល់កាឡើយមកហើយគឺមកហើយណាពូចាស់ទៅស៊ីមិនទេស៊ីពូមានកៅកៅទៅស្វាយទៅតតរេថ្ងៃសាទឹកមិនទៅក៏ហើយណែនឹងស្អាតទៅគេដាក់អីច្រើនកាយឥឡូវគេជុំដូចមិនឥឡូវនៅមុខហើយកាយហើយទៅចាំបានវីដេអូមានតែប៉ុណ្ណឹងអូចឹងអូណែធីមគេអូធម្មតា